កន្លែងណាដែលមានកម្មវិធីសម្រាប់បោះស្ទូបងប្អូនតាក់ទងមកខ្ញុំមកហើយមួយទៀតពាក់ព័ន្ធមួយនឹងផលិតផលក្នុងស្រុកឬពិសេសកសិកម្មបងប្អូនត្រូវការខ្ញុំនឹងពេញចិត្តនឹងចូលរួមដោយស្ម័គ្រចិត្តមិនគិតថាវិការទេបាទហើយសំខាន់បំផុតខ្ញុំនៅតែមានទឹកចិត្តសប្បាយរីករាយដែលថ្ងៃនេះខ្ញុំបានចូលរួមដោយសារក្នុងនាមជាពលរដ្ឋខ្មែរយើងមានតែសម្លេងមួយឥឡូវនេះយើងបានផ្ដុំសម្លេងជាច្រើនផ្សំរួមនៅចំណែកបេះដូងតូចដើម្បីក្លាយជាបេះដូងមួយពេញប្រអប់ហើយដើម្បីខ្ចប់បេះដូងទាំងអស់នោះផ្ញើទៅកាន់វរៈកងទ័ពខ្ញុំជឿថាម៉ោងនេះបងប្អូនវរៈកងទ័ពលោកកំពុងតែសម្លឹងឃើញហើយនឹងពេលដែលលោកទនេពីកិច្ចការងារលោកអាចបើកមើលអនឡាញគ្រប់ទិសទីអត់ដែលភ្លេចពួកបងវរៈកងទ័ពជួរមុខទេអញ្ចឹងបងប្អូនទុកចិត្តចុះថាពួកយើងនឹងធ្វើជាបន្តបន្ទាប់គ្រប់ទីកន្លែងនេះធ្វើហើយកន្លែងណាដែលមានកម្មវិធីសម្រាប់បោះស្ទូបងប្អូនតាក់ទងមកខ្ញុំមកហើយមួយទៀតពាក់ព័ន្ធមួយនឹងផលិតផលក្នុងស្រុកឬពិសេសកសិកម្មបងប្អូនត្រូវការខ្ញុំនឹងពេញចិត្តនឹងចូលរួមដោយស្ម័គ្រចិត្តមិនគិតថាវិការទេបាទ